ខ្ញុំបាទឈឹមសំណាងសូមគោរពនិងជម្រាបសួរលោកស្រីនិងទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីអ្នកបន្តវេនវគ្គ2សូមជម្រាបថាកម្មវិធីអ្នកបន្តវេនបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យអ្នកដឹកនាំវ័យក្មេងដែលមានសមត្ថភាពចូលរួមចែករំលែកនៅបទពិសោធន៍និងបង្ហាញពីដំណោះស្រាយផ្សេងតាក់ទងទៅនឹងក្តីកង្វល់របស់ប្រជាជននៅថ្ងៃនេះកម្មវិធីយើងមានកិត្តិយសដែលមានវត្តមានវាគ្មិនជាយុវជន4រូបបានអញ្ជើញចូលរួមបាទដូច្នេះខ្ញុំបាទសូមស្វាគមន៍វាគ្មិនទី1របស់យើងគឺលោកហ៊ីងសុកសានខ្ញុំឈ្មោះហ៊ីងសុកសានហើយសប្តាហ៍ខ្ញុំធ្វើការនៅគណៈបក្សសង្គ្រោះជាតិក្នុងឋានៈជានាយរងខុតកាល័យឯកឧត្តមកឹមសុខាមូលហេតុដែលចាប់អារម្មណ៍នយោបាយយើងមើលឃើញដោយសារតែក្នុងសង្គមយើងបច្ចុប្បន្នគឺមានអំពើអយុត្តិធម៌ភាពអសកម្មមួយចំនួនហើយទី2ដោយសារតែថាខ្ញុំមានឈាមជ័រជាអ្នកឪពុកខ្ញុំជាអ្នកតស៊ូនយោបាយហើយទី3ដោយសារខ្ញុំមានឧបនិស្ស័យពីកំណើតថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាអ្នកតំណាងរាស្ត្រឬក៏ជាអ្នកនយោបាយម្នាក់ដែលមានសក្តានុពលដើម្បីចូលរួមដោះស្រាយបញ្ហាអសកម្មដែលបានកើតឡើងនៅក្នុងសង្គមយើងដោយអយុត្តិធម៌បែបនេះបាទសូមអរគុណវាគ្មិនទី2របស់យើងគឺកញ្ញាតុងផូលីនេះខ្ញុំឈ្មោះតុងផាលីមានតួនាទីជាអនុប្រធានចលនាស្ត្រីហ្វុនសិនពេជ្រថ្នាក់ជាតិហើយសប្តាហ៍ថ្ងៃគឺខ្ញុំធ្វើការនៅស្ថានីយ៍វិទ្យុតាព្រំ FM 90.5 MHz ផ្នែកសារព័ត៌មានការជំរុញទឹកចិត្តឲ្យខ្ញុំចូលរួមនៅក្នុងឆាកនយោបាយទី1គឺដើម្បីឲ្យខ្លួនខ្ញុំទទួលបាននៅចំណេះដឹងនិងបទពិសោធន៍នៅក្នុងឆាកនយោបាយហើយជាពិសេសខ្ញុំក៏ជាស្ត្រីម្នាក់ហើយក៏ជាយុវជនម្នាក់ដូច្នេះហើយនេះខ្ញុំចង់បញ្ជាក់ឲ្យឃើញថាស្ត្រីក៏អាចមានសិទ្ធិចូលរួមក្នុងនយោបាយហើយស្ត្រីក៏អាចក្លាយទៅជាថ្នាក់ដឹកនាំម្នាក់ដែរតទៅថ្ងៃអនាគតគឺខ្ញុំចង់ក្លាយទៅជាអ្នកនយោបាយស្ត្រីមួយរូបដើម្បីជួយបម្រើទៅដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្ញុំជំរាបសួរកញ្ញាតុងផូលីវាគ្មិនទី3របស់យើងគឺលោកមាសសុភ័ណ្ឌខ្ញុំបាទឈ្មោះមាសសុភ័ណ្ឌខ្ញុំមកពីគណៈបកប្រជាជនកម្ពុជាហើយបច្ចុប្បន្ននេះខ្ញុំជាគ្រូបង្រៀននៅវិទ្យាល័យព្រះអង្គឌួងនៅក្នុងខេត្តព្រៃវែងជាធម្មតាបើយើងនិយាយអំពីទឹកចិត្តរបស់ប្រជាជនកម្ពុជាគឺតែងតែប្រាថ្នាចង់បាននៅប្រទេសជាតិមួយដែលមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខសន្តិភាពចំពោះខ្ញុំក៏ខ្ញុំចង់បានដូច្នោះដែរគឺចង់បានប្រទេសជាតិមួយដែលមានស្ថិរភាពនយោបាយសុខសន្តិភាពហើយនឹងមានការអភិវឌ្ឍទៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាថ្នាក់ដឹកនាំនៅក្នុងអង្គភាពឬក៏នៅក្នុងស្ថាប័នណាមួយដើម្បីចូលរួមចំណែកនៅក្នុងការកសាងឬក៏អភិវឌ្ឍប្រទេសជាតិរបស់យើងចំណែកឯវាគ្មិនចុងក្រោយរបស់យើងគឺលោកសុភ័ណ្ឌខ្ញុំបាទឈ្មោះសុភ័ណ្ឌតំណាងឲ្យអង្គការសង្គមស៊ីវិលបច្ចុប្បន្នរៀននៅគរុនិស្សិតវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសមូលហេតុដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នយោបាយដោយសារខ្ញុំគិតថាយុវជនគឺជាទំពាំងស្នងអាស័យអញ្ចឹងយុវជនត្រូវតែយល់ដឹងពីបញ្ហានយោបាយជាតិនិងអន្តរជាតិថ្ងៃអនាគតគឺខ្ញុំចង់ធ្វើជាគ្រូបង្រៀនម្នាក់ដ៏ល្អដោយសារគ្រូបង្រៀនគាត់គឺឃ្លាំងនៃចំណេះដឹងហើយអ្វីដែលជាចំណេះដឹងរបស់គាត់ផ្ទេរទៅឲ្យយុវជនទាំងអស់ហើយក៏ធ្វើឲ្យប្រទេសជាតិសម្បូរទៅដោយធនធានមនុស្សហើយធ្វើឲ្យប្រទេសជាតិនឹងមានការរីកចម្រើននិងអភិវឌ្ឍឆាប់រហ័សបាទសូមជំរាបសួរលោកសុភ័ណ្ឌបាទជំរាបសួរបាទថ្ងៃនេះយើងមានសុភ័ណ្ឌ2បាទប្រធានបទដែលយើងនឹងលើកយកមកពិភាក្សានៅក្នុងថ្ងៃនេះគឺការបង្កើនការយល់ដឹងអំពីសុខភាពនិងអនាម័យបាទជាបន្តទៅទៀតនេះសូមអញ្ជើញទស្សនិកជនក៏ដូចជាវាគ្មិនទាំង4រូបទស្សនានៅវីដេអូឯកសារខ្លីទាក់ទងទៅនឹងបញ្ហានេះដូចតទៅបាទសូមអញ្ជើញឧបសគ្គមួយក្នុងចំណោមឧបសគ្គនៃការអភិវឌ្ឍប្រទេសកម្ពុជាគឺភាពកង្វះអនាម័យនិងទឹកស្អាតសម្រាប់ហូបបើតាមរបាយការណ៍របស់អង្គការ UNICEF និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថាស្ទើរតែ 60% នៃចំនួនប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅតាមទីជនបទមិនមានទឹកស្អាតសម្រាប់ហូបទឹកពីខ្ញុំប្រើប្រាស់សប្តាហ៍ថ្ងៃយកពីអណ្ដូងបាសនាក៏ដាំបាសនាគឺហូបអត់បានដាំខ្ញុំអត់មានទឹកហូបទេហូបទឹកភ្លៀងអត់ទៅទឹកដូងស្នាប់នេះការដាំការវល់វាអត់បានដាំទេសប្តាហ៍ថ្ងៃខ្ញុំប្រើប្រាស់ទឹកបឹងជាការឈូកនេះឯងយកមកប៉ះណាខ្ញុំដាំចង្អិនរួចទៅបានឲ្យកូនហូបប៉ះណាខ្ញុំឡៃរវល់ក៏អត់បានដាំទៅក៏ប្រើទៅជារាករូសទៅឈឺពោះទៅ
បន្ថែមពីលើបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាការបន្ទោបង់ពីវាលពាសកាលក៏ជាបញ្ហាចោទធ្ងន់ធ្ងរផងដែរយោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះបានប៉ាន់ប្រមាណថា 72% នៃចំនួនប្រជាជនដែលរស់នៅតាមទីជនបទទាំងអស់នៅតែបន្តធ្វើការបន្ទោបង់ពីវាលពាសកាល ពេលណាវត្តជើងឡើងគឺចុះទូកទៅវត្តជើងទៅមានប្រគួនឯណាអត់ តែខ្ញុំអត់មានប្រគួនទេពេលខ្ញុំជិះបាត់ជើងម្ដងទៅត្បូងទៅព្រៃជីកលងហើយទៅជីកលងណាបងខ្ញុំចង់ប្រើប្រាស់ប្រគួនដែរតែខ្ញុំអត់មានលុយ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនដែលរស់នៅតាមទីជនបទពុំមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ពួកគាត់ប្រើប្រាស់វាលស្រែកំពតព្រៃនិងប្រភពទឹកផ្សេងទៀតដើម្បីបន្ទោបង់កត្តានេះហើយដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រភពទឹកដែលពួកគាត់កំពុងប្រើប្រាស់ប្រចាំថ្ងៃ ជាទូទៅបើសិនជាទឹកប្រភពទឹកនឹងមានមេរោគច្បាស់បំផុតហ្នឹងគឺរាគហ្នឹងហើយហើយវាមានអាចជាអសន្នរោគហើយជំងឺផ្សេងទៀតគ្រុនពោះវៀនភាគច្រើនមេរោគគ្រុនពោះវៀនភាគច្រើនវានៅក្នុងលាមកមនុស្សរបស់យើងដែលហូរចូលក្នុងប្រភពទឹកជាដងជាស្ទឹងឬក៏ជាស្រះនៅពេលដែលប្រជាជនយើងយកហូរមកអត់បន្សុទ្ធគឺធ្វើឲ្យមានជំងឺ នៃការឈឺក្នុងរដូវភ្លៀងនៅនេះច្រើនរដូវភ្លៀងក្មេងមានការឈឺច្រើនភាគច្រើននៅនេះគ្រុនឈាមខ្ញុំកូន3នាក់កូនខ្ញុំ3ហ្នឹងថាគ្រុនរាល់ឆ្នាំដឹងថាមូលហេតុអី ក៏ក្មេងដូចថាវាមានជំងឺដែលថាវារាករូសហ្នឹងវាបណ្ដាលមកពីយើងហូបទឹកមិនស្អាតហើយដូចថាកូនក្មេងវាលេងដីលេងផុកអីចឹងទៅដូចថាវាអត់បានលាងដៃលាងអីចឹងទៅវាហូបចំណីចំណុកអីទៅវាអាចមេរោគឆ្លងទៅក្នុងអាចំណីហ្នឹងក៏មាន នៅក្នុងអំឡុងពេល3ទសវត្សរ៍ចុងក្រោយនេះទឹកប្រាក់រាប់លានដុល្លារបានហូរចូលក្នុងប្រទេសកម្ពុជាក្នុងគោលបំណងដោះស្រាយបញ្ហាសុខភាពនិងអនាម័យក្នុងចំណោមគម្រោងទាំងអស់នេះគម្រោងមួយចំនួនបានផ្ដោតទៅលើការចែកចាយបង្គន់និងធុងទឹកចម្រោះខណៈពេលដែលគម្រោងមួយចំនួនទៀតបានផ្ដោតទៅលើការអប់រំអំពីអនាម័យនិងការរស់នៅស្អាតប៉ុន្តែប្រជាជនកម្ពុជារាប់លានអ្នកទៀតនៅតែគ្មានទឹកស្អាតសម្រាប់ហូបនិងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ដូច្នេះតើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកគិតថាគួរតែយកមកអនុវត្តដើម្បីធានាឲ្យបានថាប្រជាជនទូទាំងប្រទេសនិងគ្រប់មជ្ឈដ្ឋានមានការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាតបង្គន់អនាម័យនិងបែបបទនៃការរស់នៅស្អាតផ្សេងទៀត ដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាននឹងផ្ដល់ឱកាសនេះទៅឲ្យកញ្ញាផូលីថាតើកញ្ញាគិតថាយើងគួរធ្វើយ៉ាងណាដើម្បីអាចឲ្យប្រជាពលរដ្ឋយើងនឹងបានយល់ដឹងអំពីសារៈសំខាន់នៃអនាម័យនិងគិតគូរអំពីសុខភាពរបស់ពួកគាត់ជាចម្បងបាទសូមជឿកញ្ញាបាទ ចានាងខ្ញុំមានគំនិតថាប្រជាពលរដ្ឋខ្មែរយើងបច្ចុប្បន្នដែលគាត់រស់នៅតំបន់ដាច់ស្រយាលគាត់នៅមានការយល់ដឹងអំពីបញ្ហាសុខភាពអនាម័យនៅមានកម្រិតហើយគាត់អត់សូវមានការយល់ដឹងក្នុងការថែរក្សាប្រភពទឹកដែលគាត់មានស្រាប់រាល់ថ្ងៃដូចជាបច្ចុប្បន្នគឺគាត់បោះសម្រាមពីវាពីការចូលទៅក្នុងទឹកឬក៏បោះកាកសំណល់ចូលទៅក្នុងទឹកដែលគាត់ប្រើប្រាស់មួយទៀតគឺការដែលគាត់បន្ទោបង់ពីវាពីការចូលទៅក្នុងទឹកហើយជាពិសេសផ្ដោតសំខាន់បំផុតប្រជាពលរដ្ឋដែលគាត់រស់នៅលើទឹកតែម្ដងគាត់បន្ទោបង់ហើយនឹងបោះសម្រាមកាកសំណល់ដែលគាត់ចាក់ចូលទៅក្នុងទឹកអញ្ចឹងគឺវាប៉ះពាល់សំខាន់មែនទែនចំពោះខ្ញុំខ្ញុំគិតថាមានមធ្យោបាយ2ដែលសំខាន់នៅក្នុងការលើកកម្ពស់សុខភាពអនាម័យនោះទី1គឺយើងត្រូវមានអន្តរាគមន៍ពីរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋនឹងគាត់ចេះពិចារណានិងឲ្យគាត់កើតចេញនៅគំនិតត្រូវការនៅបង្គន់អនាម័យនឹងទី1ទី2រាជរដ្ឋាភិបាលគឺនឹងជំរុញធ្វើយ៉ាងម៉េចឲ្យមានទីផ្សារអនាម័យទីផ្សារអនាម័យនេះគឺសំដៅធ្វើម៉េចសម្របសម្រួលឲ្យមានបង្គន់ច្រើនប្រភេទតម្លៃសមស្របជាពិសេសអ្នកប្រជាពលរដ្ឋក្រីក្រដែលអាចទិញបានទី3រាជរដ្ឋាភិបាលនោះគឺត្រូវបង្កើននឹងការលើកកម្ពស់ជំរុញវិស័យឯកជនខ្នាតតូចដែលនៅតាមជនបទឲ្យបម្រើសេវាឯកជនបាននេះផ្នែករាជរដ្ឋាភិបាលផ្នែកមួយទៀតគឺតាក់ទងទៅនឹងប្រជាជនខ្លួនឯងផ្ទាល់ប្រជាជនខ្លួនឯងផ្ទាល់ត្រូវស្វែងយល់និងយល់ដឹងអំពីអនាម័យ3ប្រការស្អាតទី1គឺប្រជាពលរដ្ឋគាត់ត្រូវកសាងបង្គន់និងបន្ទោបង់នៅក្នុងបង្គន់អនាម័យបញ្ហាទី2គឺគាត់ត្រូវលាងដៃនិងសាប៊ូឲ្យបានស្អាតក្រោយពេលបន្ទោបង់ឬមុនពេលបរិភោគទី3ដែលជាចំណុចចុងក្រោយនោះគឺគាត់ត្រូវបរិភោគទឹកស្អាតឲ្យបានជាប្រចាំនិងរក្សាទុកទឹកបរិភោគនឹងឲ្យមានសុវត្ថិភាពខ្ពស់ បាទអរគុណសម្រាប់គោលការណ៍របស់ខាងវិក្កាមិនដល់
មានសារៈសំខាន់មែនទែនសម្រាប់ឲ្យប្រជាពលរដ្ឋគាត់បានទស្សនាមើលតែចំពោះគំនិតរបស់ខ្ញុំវិញគឺថាបើសិនជាយើងអប់រំតែគាត់ប៉ុន្តែយើងជឿថាគាត់នឹងទទួលបាននឹងការអប់រំប៉ុន្តែយើងត្រូវផ្ដល់ជាថាភាពជាក់ស្ដែងគឺការអនុវត្តអញ្ចឹងបើសិនយើងកសាងឬថាយើងបង្កើតជាប្រព័ន្ធអនាម័យអញ្ចឹងយើងត្រូវធ្វើរួមគ្នាឲ្យថាប្រជាពលរដ្ឋក៏ដូចជាអ្នកថាខាងនយោបាយដែលគាត់កំពុងតែរៀបចំធ្វើហ្នឹងគឺយើងកសាងឲ្យគាត់ភ្លាមនៅតំបន់ដែលគាត់កំពុងរស់នៅតែម្ដងហើយតើតើទឹកស្អាតយើងដឹងថាពួកគាត់ខ្វះដូចជាតាមវីដេអូឃ្លីកដូចជាអណ្ដូងស្នប់អណ្ដូងជីកហើយនឹងស្រះអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំចង់ផ្ដោតទៅលើបង្កើតជាស្រះឲ្យបានច្រើនហើយក្នុងសហគមន៍យើងត្រូវតែបង្កើតអណ្ដូងទឹកឲ្យបានយ៉ាងតិចក៏3ឬក៏4នៅក្នុងសហគមន៍ឬតំបន់របស់យើងខ្ញុំឃើញវាគ្មិនគាត់បានលើកឡើងពីខាងដើមល្អប៉ុន្តែខ្ញុំចង់កុំឲ្យយើងងាកចេញពីប្រធានបទយើងតាមរយៈវីដេអូយើងឃើញមានចំណុច2ដែលសំខាន់គឺទី1គឺកន្លែងដែលបានបង្ហាញថា60% គឺអត់មានទឹកបានថាកន្លែងអត់មានទឹកប្រើអត់ទឹកស្អាតហើយ72% គឺអត់មានបង្គន់អញ្ចឹងសំខាន់ទោះបីជាយើងផ្ដល់នៅជីកស្រះជីកអីឬក៏ផ្ដល់នៅបន្ទប់ទឹកឬក៏បង្គន់អនាម័យឬក៏មានអីហូរហែក៏ប៉ុន្តែសំខាន់លើការយល់ដឹងពីព្រោះដើម្បីឲ្យប្រជាពលរដ្ឋគាត់យល់ដឹងផ្លាស់ប្ដូរនៅផ្នត់គំនិតគឺជារឿងមួយពិបាកដូច្នេះយើងសំខាន់គឺរាជរដ្ឋាភិបាលគឺថារួមជាមួយនឹងអង្គការដៃគូដែលជាអភិវឌ្ឍឬក៏ធ្វើកិច្ចការផ្នែកអនាម័យនេះគឺថាជំរុញឲ្យនឹងផ្សព្វផ្សាយបង្កើនទៅម៉េចឲ្យបដូរនៅទម្លាប់គាត់ទម្លាប់ដូចថាទម្លាប់បន្ទោបងនៅក្នុងទឹកឬក៏បន្ទោបងនៅតាមទីសាធារណៈមកងាកមកប្រើប្រាស់តាមរយៈបង្គន់អានេះគឺជាការល្អចង់បន្ថែមបន្តិចពាក់ព័ន្ធទៅនឹងការយល់ដឹងយើងទទួលស្គាល់ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋគាត់មានការយល់ដឹងច្រើនទាក់ទងទៅនឹងសុខភាពអនាម័យបើយើងនិយាយអំពីសុខភាពនិងអនាម័យគឺប្រជាពលរដ្ឋទាំងអស់គាត់មានការព្រួយបារម្ភអំពីសុខភាពនឹងអញ្ចឹងទាក់ទងទៅនឹងបញ្ហាទាំងអស់នេះគឺយើងត្រូវធ្វើម៉េចឲ្យគាត់មានមធ្យោបាយទទួលបាននៅសេវាសុខភាពនិងអនាម័យគឺយើងត្រូវបន្ថែមជាគោលការណ៍គឺតាមគំនិតរបស់ខ្ញុំយល់ថាយើងត្រូវតាក់ទងនឹងទឹកអនាម័យយើងត្រូវជំរុញឲ្យវាបានការលឿនដោយផ្អែកទៅលើយុទ្ធសាស្ត្រ3បន្ថែមទៀតទី1គឺយើងត្រូវអភិវឌ្ឍហើយនឹងកសាងនៅផែនការយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹកស្អាតទី2គឺយើងការផ្ដល់នៅហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដោយមានទាំងកម្រិតពីគុណភាពអីផងហើយទី3គឺតកតនឹងប្រតិបត្តិមានន័យថាយើងបញ្ជូនទឹកស្អាតទៅតាមស្ថានភាពនៃប្រភពទឹករបស់គាត់ដែលអាចទទួលបានហើយនឹងរបៀបថែទាំនិងថែរក្សាទឹកស្អាតបាទសូមអរគុណនៅការបកស្រាយដ៏ក្បោះក្បាយរបស់វាគ្មិនយើងមួយវិញទៀតប្រជាជនមួយចំនួនគាត់មានការយល់ដឹងហើយថាបើសិនជាពួកគាត់មិនអនុវត្តបែបបទការរស់នៅស្អាតទេសុខភាពរបស់គាត់នឹងមានបញ្ហាដោយដែលយើងបានឃើញហើយនៅក្នុងវីដេអូខ្លីបងអូនស្រីទាវគាត់បាននិយាយថាមិនមែនគាត់មិនចង់ប្រើបង្គន់ទេតែមកពីគាត់ហ្នឹងមិនមានលទ្ធភាពទិញបង្គន់អញ្ចឹងតើយើងគិតថាគួរធ្វើយ៉ាងណាដើម្បីអាចជួយសម្រួលឲ្យពួកគាត់ហ្នឹងបានប្រើប្រាស់នៅសម្ភារៈអនាម័យទាំងអស់នោះបាទអញ្ចឹងសូមអញ្ជើញលោកមាសសុភ័ណ្ឌបាទសូមអរគុណនិងសូមអរគុណដល់ម្ចាស់សំណួរពាក់ព័ន្ធទៅនឹងបញ្ហានៃការទទួលបានប្រើប្រាស់បង្គន់នេះយើងមានចំណុច2សំខាន់ទី1គឺយើងត្រូវជំរុញឲ្យមាននៅទីផ្សារអនាម័យដោយដែលខ្ញុំបានលើកឡើងគឺធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋហ្នឹងគាត់ទទួលបាននៅបង្គន់ដែលមានភាពសម្បូរបែបហើយនឹងមានតម្លៃទាបនិងសមរម្យដែលអាចធ្វើឲ្យប្រជាជនក្រីក្រអាចទទួលបានចំណុចទី2គឺយើងអាចជួយជាមធ្យោបាយមួយចំនួនដែលពាក់ព័ន្ធទៅនឹងការផ្ដល់សម្ភារៈនឹងតាមរយៈមូលនិធិឃុំឬក៏តាមរយៈអង្គការជាដៃគូយើងអាចជួយជាសម្ភារៈបង្គន់នឹងមួយចំណែកទៅហើយគាត់នឹងចូលរួមមួយចំណែកនៅក្នុងការកសាងបង្គន់នឹងដោយខ្លួនឯងសូមអរគុណបាទសូមជឿលោកសុភ័ណ្ឌចំពោះអ្នកស្រីថាបងទាវគាត់ខ្វះបង្គន់អនាម័យអញ្ចឹងខ្ញុំមានគោលការណ៍4ទី1បើសិនជាលើទីផ្សារតម្លៃថ្លៃអញ្ចឹងយើងបង្វែរឲ្យពួកគាត់ធ្វើបង្គន់ជាលក្ខណៈធម្មតាជីកអណ្ដៅនិងធ្វើប៉ាំងស័ង្កស័យព័ទ្ធជុំវិញបង្គន់របស់គាត់ទី2ថាអាជ្ញាធរមូលដ្ឋានដែលគាត់កំពុងរស់នៅហ្នឹងគឺឃុំសង្កាត់អញ្ចឹងនៅពេលដែលគាត់គ្រប់គ្រងនៅតំបន់ដែលគាត់គ្រប់គ្រងហ្នឹងគឺគាត់ដឹងថាប្រជាពលរដ្ឋមួយណាដែលគាត់ខ្វះលទ្ធភាពក្នុងការបង្កើនបង្គន់អនាម័យអញ្ចឹងគាត់ត្រូវតែមានថវិកាដើម្បីជួយទៅដល់ពួកគាត់ផងដែរចំណុចគោលការណ៍ទី3គឺអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិឲ្យពួកគាត់មកសហការជាមួយឃុំសង្កាត់ឲ្យគាត់ចោះជួយនិងឧបត្ថម្ភជាកម្រៃទៅដល់ប្រជាពលរដ្ឋហើយចំណុចទី4គឺយុវជនយើងតែម្ដងយុវជនគឺ
ជាទំពាំងស្នងសីហើយជាង 60% ជាង 65% ដែលរស់នៅលើតែរាជធានីកម្ពុជាបាទហើយអញ្ចឹងសូមជួយកញ្ញាពលីចានេះខ្ញុំក៏សូមឯកភាពចំពោះមតិវិក្កាមទាំងពីរដែលសូមនេះខ្ញុំយល់ស្របចំពោះមតិនេះហើយខ្ញុំគិតថាមន្ត្រីអាជ្ញាធរមូលដ្ឋានគឺជារឿងសំខាន់បំផុតជាពិសេសយើងសពថ្ងៃគឺមានទាំងមណ្ឌលសុខភាពឃុំហើយមានទាំងភ្នាក់ងារសុខភាពភូមិអញ្ចឹងទេអស់លោកទាំងហ្នឹងត្រូវតែក្តាប់ឲ្យបានច្បាស់ថាតើពលរដ្ឋរបស់លោកប្រមាណគ្រួសារដែលគាត់អត់មានប្រព័ន្ធអនាម័យអញ្ចឹងទោះបើសិនជាគាត់អត់មានលទ្ធភាពដើម្បីជួយដល់ប្រជាពលរដ្ឋរបស់គាត់ត្រូវធ្វើរបាយការណ៍នោះមកជូនថ្នាក់លើជូនដល់រាជរដ្ឋាភិបាលដើម្បីឲ្យគាត់ជួយឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋទាន់ពេលវេលាហើយមួយទៀតហ្នឹងគឺនេះខ្ញុំក៏សូមយល់ស្របដែរថាបើសិនជាកត្តាភ្លាមហ្នឹងគាត់ចាំបាច់អញ្ចឹងយើងត្រូវតែបង្រៀនគាត់ធ្វើម៉េចក្នុងការប្រើប្រាស់បង្គន់ដែលឲ្យគាត់ចំណាយប្រាក់ហ្នឹងតិចហើយឲ្យគាត់មានអនាម័យគ្រប់គ្រាន់ចា៎ខ្ញុំសូមបន្ថែមបាទខ្ញុំវាគ្មិនលើកឡើងទាំង3ខាងដើមគឺខ្ញុំគ្រប់គ្រងប៉ុន្តែខ្ញុំចង់បើកវងកញ្ចក់តិចយើងត្រូវយល់បញ្ហារឿងបញ្ហាអនាម័យឬសុខភាពនេះវាបង្កឡើងដោយបញ្ហាច្រើនដូចជារឿងអត់មានប្រព័ន្ធអនាម័យអត់មានទឹកស្អាតអត់មានតាក់ទងទៅនឹងរឿងសំខាន់មួយទៀតគឺរឿងបញ្ហាភាពក្រីក្រអញ្ចឹងឆ្លើយតបទៅនឹងប្រសាសន៍បងអូនស្រីទាវដែលបានលើកឡើងគឺបញ្ហាភាពក្រីក្រនឹងឯងដូច្នេះហើយខ្ញុំចង់ឲ្យជាយោបល់មួយគឺសំខាន់គឺរាជរដ្ឋាភិបាលគឺសហការជាមួយនឹងដៃគូពាក់ព័ន្ធគឺថាធ្វើម៉េចយកចិត្តដាក់បង្កើនការវិនិយោគផ្នែកបញ្ហាអនាម័យនេះពីព្រោះតាមការស្រាវជ្រាវរបស់ខ្ញុំរបស់អង្គការ UN Water ថាបើសិនយើងវិនិយោគ$1នៅក្នុងវិស័យអនាម័យនេះគឺយើងបានចំណេញ$9អញ្ចឹងគឺថារដ្ឋាភិបាលពេលណាយើងបង្កើនត្រូវដៅទិសដៅណាឬក៏តំបន់គោលដៅណាដែលប្រជាពលរដ្ឋមានភាពក្រីក្រឬក៏មានការយល់ដឹងតិចតាក់ទងនឹងបញ្ហាអនាម័យអញ្ចឹងយើងបោះទុនចូលទៅដើម្បីវិនិយោគជួយដល់ប្រជាពលរដ្ឋដូចជាការថាផ្ដល់រឿងប្រព័ន្ធអនាម័យឬក៏យើងធ្វើជាបន្ទប់ទឹកសាធារណៈឬក៏បន្ទប់សម្រាប់កូនក្មេងអីលានដៃហ្នឹងសម្រាប់ខ្ញុំសូមបញ្ជាក់ជូនបន្តិចចំពោះវាគ្មិនគឺយើងបច្ចុប្បន្ននេះយើងកំពុងតែបានជំរុញទៅលើសកម្មភាពហ្នឹងគឺធ្វើម៉េចឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានបង្គន់អនាម័យតាមរយៈដៃគូតាមរយៈសប្បុរសជននានាក្នុងនោះក៏យើងបានផ្ដល់ជូននៅការបច្ចេកទេសខ្ញុំសូមបញ្ជាក់បន្តិចគ្រាន់តែមួយឆ្នាំយើងកសាងបង្គន់ជូនប្រជាពលរដ្ឋបាន1,185,000 បង្គន់នេះនិយាយលេខគត់អញ្ចឹងនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្ដល់និងលើកកម្ពស់អនាម័យជូនដល់ប្រជាពលរដ្ឋអញ្ចឹងដំណើរការនេះយើងកំពុងតែគិតថាអនាម័យវាពិតជាមានសារៈសំខាន់អញ្ចឹងយើងកំពុងតែបន្តជំរុញនៅការលើកកម្ពស់សុខភាពអនាម័យហ្នឹងដោយយើងវិនិយោគច្រើនទៅលើបញ្ហាសុខភាពអនាម័យហើយក៏ដូចជាការអនុម័តថវិកាជាតិឆ្នាំ2013នេះយើងក៏បានបន្ថែមថវិកាទៅក្នុងវិស័យសុខភាពអនាម័យរបស់ប្រជាពលរដ្ឋដែរនេះបង្ហាញថាជាការខ្ញុំចង់ថែមបន្តិចបាទខ្ញុំមានការសប្បាយនៅពេលដែលលើរដ្ឋាភិបាលគាត់ខំប្រឹងលើកបញ្ហាស្ទួយបញ្ហាប្រព័ន្ធអនាម័យនេះប៉ុន្តែបើតាមវីដេអូខ្លីវិញយើងថាប្រជាពលរដ្ឋនៅខ្វះប្រព័ន្ធអនាម័យរហូតដល់ទៅ 72% ច្រើនណាស់ហើយចឹងទៅយើងពិបាកក្នុងការសម្រេចគោលដៅអភិវឌ្ឍសហវត្តឆ្នាំ2015នេះថានៅបាទដូច្នេះគឺថាដូចខ្ញុំនិយាយពីកាលហ្នឹងគឺថារដ្ឋាភិបាលគួរតែជំរុញថែមទៀតបើសិនជាធ្វើម៉េចឲ្យបានសម្រេចនៅគោលដៅអភិវឌ្ឍសហវត្តពីព្រោះថាយើងបានសន្យាជាមួយគេថាគោលដៅអភិវឌ្ឍសហវត្តគឺនៅតាមទីជនបទឲ្យបាន 30% ទីប្រជុំជន 70% ដើម្បីសម្រេចប៉ុន្តែសរុបមកវិញមានន័យថារដ្ឋាភិបាលក្នុងមួយឆ្នាំត្រូវផ្ដល់ប្រព័ន្ធអនាម័យឬក៏ទឹកស្អាតដល់ប្រជាពលរដ្ឋនោះមួយឆ្នាំ 104,000 នាក់បានអាចសម្រេចនៅទិសដៅអភិវឌ្ឍសហវត្តប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏តាមស្ថានភាពបច្ចុប្បន្ននេះគឺថារដ្ឋាភិបាលអត់ទាន់អាចទីបានទេខ្ញុំសូមបញ្ជាក់បាទខ្ញុំគិតថាវាជារឿងសំខាន់មែនទែនអញ្ចឹងបានន័យថាប្រជាពលរដ្ឋទាំង 72% ដែលគាត់ខ្វះខាតបង្គន់អនាម័យហើយដើម្បីថាភាពងាយស្រួលដល់ប្រជាពលរដ្ឋព្រោះថាខ្ញុំគិតថារាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់មែនទែនប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលគាត់កំពុងតែខ្វះហ្នឹងអញ្ចឹងគាត់ធ្វើយ៉ាងម៉េចគឺគាត់បើសិនជាគាត់អត់មានលទ្ធភាពទិញបង្គន់អនាម័យឬក៏គាត់មិនអាចជីកអណ្ដៅធ្វើបង្គន់អនាម័យគឺមធ្យោបាយមួយសំខាន់បំផុតគឺគាត់ទៅបត់ជើងនៅព្រៃដែលថាមានសុវត្ថិភាពគាត់អាចជីកអណ្ដៅទៅគាត់អាចជីកអណ្ដៅហើយគាត់អាចពេលគាត់បាទគាត់អាចនៅពេលគាត់បត់ជើងហើយគាត់អាចកប់វិញនេះវាមិនជាបញ្ហាប៉ះពាល់ដល់សុខភាពទេបាទហើយការជីកនេះគឺជាឲ្យជ្រៅយើងមិនអាចជីកឲ្យវារាក់ទេបាទខ្ញុំសូមបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងអ្វីដែលវាគ្មិនលើកក៏ដូចជាវាគ្មិនបានលើកខ្ញុំសូមបញ្ជាក់ថាការសម្រេចបាននៅគោលដៅអភិវឌ្ឍសហវត្តគឺនៅឆ្នាំ2015ហើយតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាគឺយើងបានផ្គត់ផ្គង់ទឹក
ដល់ទឹកស្អាតដល់ប្រជាពលរដ្ឋនឹងបាន47%ក្នុងចំណោមដែលគោលដៅសហសវត្តផ្ដល់50%នៅឆ្នាំ2015ហើយអនាម័យគឺយើងបានផ្ដល់បាន29%ដែលទិសដៅសហសវត្តហ្នឹងគឺកំណត់នៅ30%នៅឆ្នាំ2015អញ្ចឹងខ្ញុំមានជំនឿជឿជាក់ថារដ្ឋាភិបាលនឹងសម្រេចបានគោលដៅនេះពាក់ព័ន្ធទៅនឹងបញ្ហាការផ្ដល់មធ្យោបាយដោយដែលខ្ញុំបានលើកឡើងអញ្ចឹងធ្វើម៉េចយើងផ្ដល់នៅមធ្យោបាយទាំងទី1គឺយើងត្រូវលើកកម្ពស់សម្រួលធានាឲ្យបាននៅលទ្ធភាពរបស់វិនិយោគទុនខ្នាតតូចនៅសហគមន៍ហ្នឹងដើម្បីឲ្យគាត់ផ្ដល់សេវាហ្នឹងទី1ទី2គឺយើងធ្វើម៉េចផ្ដល់នៅជំរឿសបង្គន់ហ្នឹងដែលគេហៅថាបង្គន់មានការកែប្រែហើយក្នុងនេះដែរខ្ញុំក៏សូមលើកទឹកចិត្តដល់បងស្រីឬក៏ប្រជាពលរដ្ឋទាំងអស់ដែលខ្វះបង្គន់ហ្នឹងសូមមេត្តាទទួលយកនៅលទ្ធភាពបង្គន់ដែលមានការកែប្រែហ្នឹងទៅតាមសមត្ថភាពរបស់ខ្លួនសូមអរគុណលោកសុផាន់មើលកញ្ញាចំពោះនេះខ្ញុំសំខាន់គឺខ្ញុំផ្ដោតទៅលើរាជរដ្ឋាភិបាលលោកត្រូវយកចិត្តទុកដាក់ឲ្យនឹងផ្ដោតគោលដៅទៅលើចំណុចណាដែលត្រូវយើងជាបន្ទាន់ចាជួយជាបន្ទាន់សិនចាអញ្ចឹងគួរតែលោកមើលប្រជាពលរដ្ឋណាដែលគាត់ខ្វះខាតហើយជាពិសេសគឺបញ្ហាកន្លែងដែលអត់មានទឹកចាពេលណាដែលគាត់ខ្វះខាតបង្គន់ហើយគាត់អត់ទឹកទៀតគឺរត់តែប៉ះពាល់ដល់សុខភាពគាត់មែនទែនអញ្ចឹងជាក់ស្ដែងដូចជាខេត្តមួយចំនួនដូចជាតកែវចាគឺគាត់ខ្វះខាតទឹកណាស់អញ្ចឹងបើសិនជាប្រជាពលរដ្ឋខ្វះបង្គន់អនាម័យទៀតអញ្ចឹងវាផ្ទួនបាទសូមអរគុណទៅដល់ការជជែកវែកញែកដល់ក្បោះក្បាយនៃវាគ្មិនរបស់យើងផងដែរនៅពេលនេះសូមបង្វែរអារម្មណ៍របស់អស់លោកទស្សនិកជនទស្សនាវីដេអូឃ្លីបដែលពាក់ព័ន្ធទៅនឹងបញ្ហាការបង្កើនការយល់ដឹងអំពីសុខភាពនិងអនាម័យនេះពីសំណាក់បណ្ដាញសារព័ត៌មានយុវជនដូចតទៅបាទសូមជឿសួស្តីខ្ញុំមានឈ្មោះពិសិដ្ឋនឹងធ្វើកិច្ចសម្ភារជាមួយយុវជនម្នាក់ដែលគាត់មានឈ្មោះរតនាតែតងទៅនឹងប្រធានបទការយល់ដឹងអំពីសុខភាពនិងអនាម័យប្រធានបទនេះផងដែរតើរតនាមានជាសំណួរអ្វីក្នុងការបង្ហាញសាកសួរទៅកាន់វាគ្មិនបាទចង់សួរវាគ្មិនថាតើយើងមានវិធីសាស្ត្របែបណាដើម្បីឲ្យប្រជាជននៅតំបន់ជនបទឬតំបន់ដាច់ស្រយាលហ្នឹងមានភាពយល់ដឹងពីបញ្ហាសុខភាពនិងអនាម័យដោយប្រជាជននៅតំបន់ទីក្រុងផងដែរតើលោកយល់យ៉ាងណាដែរចំពោះសំណួររបស់បងអូនរតនាដែលបានសួរបាញ់មិញបាទសូមជ័យលោកសុខសាន្តបាទអរគុណដល់បងអូនរតនាដែលបានសួរសំណួរនេះតាក់ទងនឹងវិធីសាស្ត្រធ្វើម៉េចឲ្យប្រជាពលរដ្ឋយើងនៅតាមជនបទនឹងយល់ដឹងពីបញ្ហាអនាម័យគឺរឿងសំខាន់គឺខ្ញុំនឹងមិនងាកចេញពីយន្តការអប់រំទេព្រោះសំខាន់ណាស់ការឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាផលប៉ះពាល់និងការរស់នៅជាមួយនឹងអនាម័យបានល្អនេះគឺពាក់ព័ន្ធការអប់រំអញ្ចឹងយន្តការអប់រំគឺជារឿងមួយសំខាន់ហើយចម្បងរឿងមួយទៀតគឺការអប់រំនេះវាអាចផ្លាស់ប្ដូរឲ្យប្រជាពលរដ្ឋយើងមានការផ្លាស់ប្ដូរផ្នត់គំនិតមួយដែលទម្លាប់គាត់ពីមុនដូចជាការបន្ទោបង់ពីវាពីកាលងាកមកបន្ទោបង់តាមយមគុណអនាម័យហើយទទួលយកអ្វីផ្សេងៗពីអង្គការដៃគូដែលបានផ្ដល់ហើយរឿងមួយសំខាន់មួយទៀតនោះគឺខ្ញុំជួបនៅករណីសិក្សាមួយគឺជារឿងល្អការបញ្ជ្រាបព័ត៌មានទៅដល់មនុស្សពេញវ័យគឺគេអប់រំតាមយៈកុមារពីព្រោះជួនកាលឪពុកម្ដាយគាត់ធ្លាប់បត់ដៃបត់ជើងផ្សេងហើយគាត់អត់បានលាងដៃមុនញ៉ាំអាហារគាត់អត់ដូរទម្លាប់គាត់បានដល់ពេលកុមារគាត់យល់ដឹងកុមារចេះថាឲ្យឪពុកម្ដាយឪពុកម្ដាយក៏មានការអៀនខ្មាស់ពីកូនគាត់អាចទទួលយកអានឹងបានយូរទៅនេះជាការផ្លាស់ប្ដូរផ្នត់គំនិតមួយល្អដែរចំពោះខ្ញុំយល់ឃើញថាដើម្បីឲ្យប្រជាពលរដ្ឋគាត់មានការយល់ដឹងពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពអនាម័យនេះគឺចំណុចសំខាន់គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពអនាម័យនេះតាមវិទ្យុក្តីតាមទូរទស្សន៍ក្តីឬក៏តាមភ្នាក់ងារសុខភាពភូមិឲ្យទៅដល់ជនបទអាហ្នឹងទី1ទី2ក្រោយពីយើងផ្សព្វផ្សាយហើយគឺយើងត្រូវបង្រៀនគាត់ឲ្យចេះនៅបច្ចេកទេសនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីឲ្យទទួលបានសុខភាពអនាម័យរបស់ខ្លួនឬក៏ដូចជាបង្រៀនអំពីរបៀបនៃការកសាងបង្គន់ចំណុចទី3គឺបន្ទាប់ពីយើងបានផ្សព្វផ្សាយយើងបានបង្រៀនហើយគឺយើងធ្វើយ៉ាងម៉េចបង្កលក្ខណៈផ្ដល់មធ្យោបាយថាតើយើងត្រូវធ្វើមធ្យោបាយណាមួយដែលមានលក្ខណៈងាយស្រួលដល់គាត់ក្នុងការទទួលយកបាទសម្រាប់ខ្ញុំបាទសូមអរគុណសំណួររបស់រតនាបានសួរថាប្រជាពលរដ្ឋធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់យល់ដឹងឲ្យបានទូលំទូលាយបាននៅជនបទបាទតែទៅនឹងទឹកស្អាតហើយនឹងបង្គន់អនាម័យអញ្ចឹងចំពោះខាងគំនិតរបស់ខ្ញុំគឺទី1គឺចង់ផ្ដោតទៅលើវិស័យអប់រំវិស័យអប់រំនេះគឺយើងមិនផ្ដោតទៅលើផ្ដោតវាថាអប់រំតែប្រជាពលរដ្ឋចាស់ៗសំខាន់ផងគឺអប់រំក្មេងៗពីតូចឲ្យពួកគាត់យល់ដឹងបាទតាំងពីកុមារហើយទី2គឺឲ្យអាជ្ញាធរមូលដ្ឋាននៅក្នុងឃុំសង្កាត់ហ្នឹងគាត់ចុះបង្រៀនឬក៏យើងអាចមានវិធីសាស្ត្រយ៉ាងណាគឺបិទបដាទាំងអប់រំឲ្យតាមមូលដ្ឋានតាមផ្ទះនិងតាមសាលារៀនបាទឲ្យពួកគាត់យល់ដឹងពីបញ្ហាសុខភាពចា
នាងខ្ញុំសូមយល់ស្របចំពោះវិក្កាមទាំងអស់ហើយនាងខ្ញុំគិតថាប្រព័ន្ធអប់រំគឺមានចាគឺប្រព័ន្ធផ្សព្វផ្សាយគឺមានសារៈសំខាន់មែនទែនព្រោះថាបច្ចុប្បន្ននេះប្រទេសជាតិយើងមានការរីកចម្រើនអញ្ចឹងប្រជាពលរដ្ឋនៅមូលដ្ឋានក៏គាត់អាចមើលទូរទស្សន៍បានស្ដាប់វិទ្យុបានដែរអញ្ចឹងគួរតែផលិត spot ខ្លីៗពាក់ព័ន្ធទៅនឹងការអប់រំសុខភាពប៉ុន្តែរឿងមួយទៀតដែលនាងខ្ញុំគាត់ថាជួនគាត់ស្ដាប់ឮហើយប៉ុន្តែគឺគាត់អត់បានយកមកអនុវត្តទេអញ្ចឹងយើងគួរតែបង្កើតជាក្រុមនិស្សិតស្ម័គ្រចិត្តឬក៏បងប្អូនដែលគាត់នៅទីក្រុងភ្នំពេញគាត់ស្ម័គ្រចិត្តដើម្បីចុះទៅបំពេញភារកិច្ចនឹងជួយណែនាំចាជួយណែនាំដល់ប្រជាពលរដ្ឋអនុវត្តជាក់ស្ដែងឲ្យគាត់ហើយមួយទៀតនោះគឺក្រសួងសុខាភិបាលលោកត្រូវមានទូនាទីរកយុទ្ធសាស្ត្របែបណាដើម្បីបញ្ជាក់អំពីមូលហេតុបញ្ជាក់អំពីផលវិបាកនៃការដែលគាត់មិនមានអនាម័យនៃការហូបស្អាតនេះដែរចា៎សូមបញ្ជាក់បន្ថែមនៅអ្វីដែលកញ្ញាបានលើកឡើងគឺវាត្រឹមត្រូវហើយអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់បញ្ជាក់ថារាជរដ្ឋាភិបាលឥឡូវនេះយើងបានបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តភូមិសុខភាពភូមិដែលអ្នកស្ម័គ្រចិត្តសុខភាពភូមិហ្នឹងគឺគាត់មានតួនាទីក្នុងការជួយអប់រំបឋមទៅលើសុខភាពអនាម័យហើយតាមរយៈនៃអ្នកស្ម័គ្រចិត្តភូមិហ្នឹងគឺយើងឃើញថាកម្រិតការប្រែប្រួលអនាម័យតាមរយៈក្រសួងសុខាភិបាលដែលធ្វើការអង្កេតហ្នឹងយើងឃើញថាប្រជាពលរដ្ឋគាត់មានការយល់ដឹងច្រើនទូលំទូលាយទាក់ទងទៅនឹងបញ្ហាអនាម័យហើយកម្រិតនៃការយល់ដឹងហ្នឹងគឺវាមានការកើនឡើងអញ្ចឹងនេះគឺជាមធ្យោបាយមួយដែលខ្ញុំគិតថាវាកំពុងតែមានប្រសិទ្ធភាពហើយនឹងរីកចម្រើនបាទសូមអរគុណបាទនៅលើគេហទំព័រ Facebook របស់កម្មវិធីអ្នកបន្តវេនរបស់យើងនេះក៏បានសួរសំណួរមួយដែលពាក់ព័ន្ធទៅនឹងមធ្យោបាយនៅក្នុងការគ្រប់គ្រងការបំពុលទឹកដែលចេញមកពីពាណិជ្ជកម្មឯកជនឲ្យមានប្រសិទ្ធភាពហើយមានប្រិយមិត្តមួយរូបឈ្មោះឡៃសៀងគាត់បានឆ្លើយថាគឺត្រូវតែពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតនិងលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងនោះយល់ដឹងអំពីការបំពុលទឹកតើវាគ្មិនយល់យ៉ាងម៉េចដែរហើយបើសិនជាមានការលើកទឹកចិត្តហ្នឹងតើគួរធ្វើដោយរបៀបណាសូមអញ្ជើញលោកសុសភ័ណ្ឌបាទសូមអរគុណបាទសូមអរគុណចំពោះម្ចាស់សំណួរឡៃសៀងបាទចំពោះកំណត់របស់ខ្ញុំផ្ទាល់គឺខ្ញុំគិតថាវាមានសារៈសំខាន់មែនព្រោះថាវាតេតើនឹងបច្ចុប្បន្នបញ្ហាមូលដ្ឋានឬការស្ថិតហើយគឺអ្វីដែលសំខាន់គឺខ្ញុំចង់ជំរុញឲ្យអ្នកអាជីវករម្ចាស់ក្រុមហ៊ុនឲ្យគាត់សាងសង់ឬក៏គាត់ធ្វើទៅនៅលើតំបន់ផ្សេងក្រៅពីតំបន់ទឹកទី2គឺចង់ឲ្យគាត់បង្កើតអាជ្ញាធរគឺថាក្រសួងតេតើក្រសួងសុខាភិបាលក្រសួងបរិស្ថានឲ្យគាត់បង្កើតច្បាប់ឲ្យបានតឹងរឹងទៅលើក្រុមហ៊ុនដែលគាត់កំពុងតែបង្កើតនៅលើប្រទេសកម្ពុជារបស់យើងទី2គឺទី3គឺលើកទឹកចិត្តឲ្យម្ចាស់ក្រុមហ៊ុនដូចជាឲ្យគាត់យល់ដឹងពីសុខភាពថាឥឡូវផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋវាយ៉ាងម៉េចហើយប៉ះពាល់ដល់រុក្ខជាតិឬក៏ត្រីមច្ឆាដែលគាត់រស់នៅក្នុងទឹកហ្នឹងវាប៉ះពាល់យ៉ាងម៉េចអញ្ចឹងយើងលើកទឹកចិត្តឲ្យគាត់យល់ដឹងពីបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋចំពោះខ្ញុំយល់ឃើញថាតើតើទៅនឹងសំណួរនេះខ្ញុំឯកភាពទៅលើសំណួរដែលលើកឡើងថាយើងត្រូវពង្រឹងច្បាប់អញ្ចឹងនៅក្នុងការពង្រឹងច្បាប់គឺវាមានសារៈសំខាន់ណាស់ដូច្នេះអាជ្ញាធរពាក់ព័ន្ធដែលមានក្រសួងពាក់ព័ន្ធមួយចំនួនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺលោកត្រូវពង្រឹងច្បាប់និងបន្ថែមទៀតដោយអនុលោមទៅតាមអនុក្រឹត្យនៃការគ្រប់គ្រងការបំពុលទឹករបស់ខ្លួននៅក្នុងនោះតាមអនុក្រឹត្យនោះគឺយើងបានកំណត់ហើយថាតើប្រភេទគីមីស្ថិតនៅក្នុងកម្រិតស្តង់ដារណាមួយដែលអាចបង្ហូរចេញហើយកម្រិតណាដែលយើងត្រូវធ្វើការកែលម្អបន្សុទ្ធវាឲ្យមុននឹងបង្ហូរចេញអញ្ចឹងយើងត្រូវអនុវត្តច្បាប់នឹងឲ្យវាមានប្រសិទ្ធភាពនេះគឺជាកត្តាទី1ពាក់ព័ន្ធទៅនឹងបញ្ហាមួយទៀតលើកទឹកចិត្តបើយើងនិយាយអំពីការលើកទឹកចិត្តគឺយើងនិយាយអំពីនៅពេលដែលសហគ្រាសឬក៏ម្ចាស់អាជីវកម្មគាត់ធ្វើល្អគឺយើងនឹងត្រូវលើកទឹកចិត្តហើយប៉ុន្តែប៉ុន្តែទន្ទឹមនឹងនោះក៏វាមានចំណុចមួយដែរបើសិនជាគាត់អនុវត្តផ្ទុយអំពីទៅនឹងអនុក្រឹត្យស្ដីអំពីការបំពុលទឹកយើងត្រូវមានវិធានការតាមរយៈរដ្ឋបាលគឺឬក៏អនុលោមទៅតាមរដ្ឋបាលអរគុណលោកស្រីបាទសូមជឿកញ្ញាចាចំពោះនាងខ្ញុំគិតថាសារធាតុគីមីបច្ចុប្បន្នគឺកំពុងតែមានការបង្ហូរចេញពីរោងចក្រសហគ្រាសមួយចំនួនចូលទៅក្នុងទឹកហើយវាប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតហ្នឹងអញ្ចឹងគឺមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធលោកត្រូវធ្វើការអប់រំណែនាំទៅដល់ប្រធានក្រុមហ៊ុនហ្នឹងដើម្បីឲ្យគាត់យល់ដឹងអំពីបរិស្ថានអំពីការដែលគាត់បង្ហូរសារធាតុគីមីទៅគឺប៉ះពាល់ទៅដល់អ្វីខ្លះជីវិតមនុស្សសត្វរុក្ខជាតិហើយបើសិនជាគាត់ប៉ះពាល់ទៅដល់មនុស្សដែលរស់នៅជុំវិញហ្នឹងសួរថាតើ
បុគ្គលិកចាកម្មការនីដែលធ្វើការក្នុងរោងចក្រគាត់ឈឺតើវាប៉ះពាល់ទៅដល់រោងចក្រគាត់ដែរឬក៏យ៉ាងម៉េចចានេះខ្ញុំចេះបាទខ្ញុំឃើញវាគ្មិនលើកឡើងខ្ញុំគ្រប់គ្រងចំណុចខ្លះប៉ុន្តែដំបូងខ្ញុំចង់ចាប់អារម្មណ៍ទៅនឹងម្ចាស់សំណួរគឺគាត់បានចោទសួរនៅសំណួរនេះគឺគាត់មានការយល់ដឹងខ្ពស់ទាក់ទងបញ្ហានេះជាការល្អក្នុងការទប់ស្កាត់បញ្ហាបញ្ចេញកាកសំណល់ពីសហគ្រាសឬឧស្សាហកម្មនេះគឺយើងប្រើយន្តការច្បាប់គឺជារឿងមួយត្រឹមត្រូវប៉ុន្តែបើសិនយើងអត់ទាន់មានច្បាប់យើងបង្កើតថែមបើសិនយើងមានហើយយើងជំរុញការអនុវត្តប៉ុន្តែសំខាន់ការអនុវត្តនោះគឺទាមទារឲ្យយើងកុំឲ្យមានបញ្ហាអំពើពុករលួយនៅក្នុងហ្នឹងគឺបង្កើនប្រសិទ្ធភាពហើយបើសិនបើសហគ្រាសណាទាំងឡាយណាដែលគាត់ប្រព្រឹត្តខុសនៅនឹងយន្តការច្បាប់គឺយើងធ្វើម៉េចយើងមានការដាក់ទូទាត់ក៏ប៉ុន្តែបើសិនជាគាត់មានការអនុវត្តត្រឹមត្រូវតាមច្បាប់យើងក៏មានការលើកទឹកចិត្តដែរតាមរយៈអីយើងមានការប្រឡងប្រណាំងឬក៏ការប្រណាំងប្រជែងអំពីសហគ្រាសមួយចំនួនក្នុងការលើកស្ទួយបញ្ហាបរិស្ថានឬបញ្ហាទប់ស្កាត់នៅរឿងបញ្ហាអនាម័យនៅពេលដែលគាត់ប្រជែងការសំណងតើវាធ្វើឲ្យប៉ះពាល់ណាបើគាត់សហគ្រាសណាធ្វើបានល្អយើងមានការលើកទឹកចិត្តនិងផ្ដល់ជារង្វាន់ឬក៏ផ្ដល់កិត្តិយសអីមួយថ្នាក់ជាតិរឿងសំខាន់មួយទៀតខ្ញុំចង់ផ្ដោតសំខាន់ដែរបើសិនជារដ្ឋាភិបាលអាចគឺយើងអាចធ្វើការសហការល្អជាមួយនឹងសហគ្រាសមួយចំនួនដែលយើងលើកទឹកចិត្តឲ្យគាត់មានប្រើប្រាស់នៅប្រព័ន្ធ recycle ប្រព័ន្ធដែលបន្សុទ្ធនៅគ្រឿងជាតិពុលឬក៏សារធាតុគីមីដែលកើតចេញពីកាកសំណល់ដែលបហូរចេញហ្នឹងបើឲ្យស្អាតសិនមុននឹងចូលទៅបណ្ដាញទឹកខ្ញុំសូមបញ្ជាក់ប្រាប់លោកសុកសានឬដូចជាម្ចាស់សំណួរនិងទស្សនិកជនថាបច្ចុប្បន្ននេះយើងមានអនុក្រឹត្យស្ដីអំពីការគ្រប់គ្រងនៃការបំពុលទឹកដែលយើងមានបានចែងនៅក្នុងនោះយើងមានទាំងពីការគ្រប់គ្រងសំណល់កម្រិត pH របស់ទឹកទាំងអស់ហ្នឹងថាមុននឹងបញ្ចេញសហគ្រាសត្រូវធ្វើយ៉ាងម៉េចពាក់ព័ន្ធទៅនឹងបញ្ហាការលើកទឹកចិត្តវិញពាក់ព័ន្ធទៅនឹងបញ្ហាការលើកទឹកចិត្តនៅក្នុងនោះជាទិសដៅគឺយើងមានចំណុច2ទី1គឺការលើកទឹកចិត្តចំពោះអាជីវកម្មឬក៏ម្ចាស់សហគ្រាសដែលគាត់ធ្វើបានល្អក្នុងនោះតាមរយៈនៃការចេញបានទទួលស្គាល់ថាតើកម្រិតនៃការបំពុលបរិស្ថានរបស់រោងចក្រវាស្ថិតនៅក្នុងកម្រិតប្រសើរប៉ុណ្ណាហើយនេះក៏ជាការលើកទឹកចិត្តមួយដែលធ្វើឲ្យម្ចាស់សហគ្រាសដទៃទៀតយកគំរូតាមផងសម្រាប់ខ្ញុំមានគំនិតតែមួយដែលដើម្បីឲ្យកាត់បន្ថយនឹងការបង្ហូរពីគ្រឿងរោងចក្រទៅក្នុងទឹកអញ្ចឹងគំនិតរបស់ខ្ញុំគឺចង់ឲ្យតែម្ចាស់សហគ្រាសដែលថាគាត់មកវិនិយោគនៅស្រុកខ្មែរហ្នឹងគឺឲ្យគាត់តែធ្វើទៅលើតំបន់ណាដែលមិនប៉ះពាល់ដល់បរិស្ថានទឹកអញ្ចឹងបានន័យថាឲ្យពួកគាត់ធ្វើនៅឆ្ងាយដែលថាជាតំបន់ដាច់ស្រយាលតំបន់មិននៅក្នុងក្រុងនិយាយរួមមិននៅក្នុងក្រុងហើយមិននៅក្នុងទីប្រជុំជនព្រោះថាការបង្ហូរទឹកវាមិនប៉ះពាល់តែមួយឆាគឺប៉ះពាល់ដល់ប្រជាពលរដ្ឋដែលបាទចង់ថែមបន្តិចចង់ថែមបន្តិចខ្ញុំសុំឲ្យកញ្ញាផលីងតិចកន្លែងហ្នឹងនេះខ្ញុំក៏សូមគ្រប់គ្រងដែរប៉ុន្តែបើយើងសម្លឹងមើលទៅឃើញរាជរដ្ឋាភិបាលលោកបានអនុវត្តឲ្យវិធានការនេះចាចំពោះរោងចក្រមួយចំនួនគឺលោកបានឲ្យទៅសាងសង់នៅជ័យក្រុងហើយចាហើយមួយទៀតគឺបញ្ហាមួយទៀតពាក់ព័ន្ធទៅនឹងរឿងនេះដែរសូមឲ្យប្រជាពលរដ្ឋដែលគាត់រងគ្រោះដោយសារតែក្រុមហ៊ុនបង្ហូរជាតិគីមីទៅដល់ទឹកដែលគាត់ប្រើប្រាស់សូមគាត់កុំសំងំស្ងៀមតែពេលណាគាត់នៅតែសំងំគឺគាត់នៅតែប៉ះពាល់សុខភាពគាត់អញ្ចឹងគាត់គួរតែជូនដំណឹងទៅដល់រាជរដ្ឋាភិបាលចាដើម្បីគាត់ដោះស្រាយចំណុចនេះខ្ញុំគ្រប់គ្រងគំនិតរបស់បងប្អូនសុសុភ័ណ្ឌបានលើកឡើងថាធ្វើម៉េចឲ្យរដ្ឋាភិបាលនឹងមានការសហការជាមួយម្ចាស់វិនិយោគអីផ្សេងៗកុំឲ្យបង្កើតនៅក្នុងក្រុងឬក៏នៅឆ្ងាយពីតំបន់មានប្រភពទឹកប៉ុន្តែជួនកាលយើងត្រូវពិភាក្សាមើលចេះថាធម្មតាកាកសំណល់ពីឧស្សាហកម្មឬក៏អាជីវកម្មវាតែមានកាកសំណល់រឹងកាកសំណល់រាវប៉ុន្តែកាកសំណល់ទាំងពីរនោះសុទ្ធតែប្រកបនៅផលវិបាកដូចគ្នាដូច្នេះទោះបីយើងធ្វើនៅឆ្ងាយពីប្រភពទឹកក៏ដោយប៉ុន្តែទីតំបន់នឹងមានទីប្រជុំមានប្រជាពលរដ្ឋរស់នៅក្បែរនឹងវាអាចទទួលឥទ្ធិពលពីបញ្ហាកាកសំណល់ដោយសារតែជួនកាលក៏ដាក់ទុកនៅដីគូក៏ពិតមែនប៉ុន្តែពេលមានភ្លៀងមកអញ្ចឹងក៏វាអាចជ្រាបចូលទៅនឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធទៅនឹងចំណុចនៃការអនុវត្តនេះគឺខ្ញុំជាចុងក្រោយនេះគឺខ្ញុំចង់ចេះលើកទឹកចិត្តឲ្យម្ចាស់សហគ្រាសទាំងអស់មេត្តាចូលរួមក៏ដូចជាពលរដ្ឋទាំងអស់ឲ្យចូលរួមនៅក្នុងការគោរពច្បាប់ដែលទាក់ទងទៅនឹងការបំពុលទឹកអនុវត្តដោយមានការតាំងចិត្តរបស់ខ្លួននៅក្នុងការចូលរួមក្នុងការការពារបរិស្ថានដូចជាការបំពុលទឹកហ្នឹងគឺយើងចូលរួមពីព្រោះថាបើយើងនិយាយអំពីបញ្ហានេះយើងមានកត្តាច្បាប់វាមានកត្តាលើកទឹកចិត្តក៏ពិតមែនប៉ុន្តែក្នុងនោះក៏យើងត្រូវទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋពីម្ចាស់សហគ្រាសនិងពីអនុវត្តច្បាប់ហ្នឹងត្រូវធ្វើការរួមគ្នាដើម្បីឲ្យការលើកកម្ពស់ការលើកកម្ពស់សុវត្ថិភាពនៃការបំពុលទឹកហ្នឹងឲ្យវាកាន់តែប្រសើរឡើងបាទសូមអរគុណដល់វាគ្មិនរបស់យើងដែលបានបញ្ចេញមតិយោបល់
និងដំណោះស្រាយយ៉ាងក្បោះក្បាយជំវិញការបង្កើនការយល់ដឹងអំពីសុខភាពនិងអនាម័យជាចុងក្រោយតើវាគ្មិនមានមតិផ្ដាំផ្ញើអ្វីខ្លះទៅដល់ទស្សនិកជនរបស់យើងបាទសូមអញ្ជើញកញ្ញាផលីបាទសូមអញ្ជើញចា៎នេះខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលសូមបងប្អូនថែរក្សាសុខភាពអនាម័យឲ្យបានភ្ជាប់ភ្ជួនមែនទែនដោយការរស់នៅស្អាតការទទួលទានទឹកស្អាតនិងមានបង្គន់អនាម័យហើយបើសិនជាបងប្អូនមានជំងឺសូមឲ្យបងប្អូនទៅជួបជាមួយនឹងគ្រូពេទ្យមានជំនាញជៀសវាងការផ្សំថ្នាំពេលវាលពេលការយកមកបរិភោគធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនសូមអរគុណកញ្ញាផលីបាទសូមជើញលោកសុកសានបាទសូមអរគុណជាចុងក្រោយខ្ញុំបាទសុកសានគឺថាសូមមានមតិផ្ដាំផ្ញើ3ចំណុចទី1គឺថារាជរដ្ឋាភិបាលត្រូវបង្កើនប្រសិទ្ធភាពឬក៏យកចិត្តទុកដាក់លើការវិនិយោគផ្នែកបញ្ហាអនាម័យនិងសុខភាពនេះហើយទី2គឺថាកំណត់ទិសដៅដែលត្រូវវិនិយោគផ្នែកអនាម័យទៅលើតំបន់ណាដែលមានប្រជាពលរដ្ឋមានជីវភាពក្រីក្រហើយនិងការយល់ដឹងតិចតួចហើយទី3គឺថាចង់ឲ្យប្រជាពលរដ្ឋយើងនឹងគឺមានការចូលរួមគឺអ្វីៗគឺផ្ដើមចេញពីខ្លួនយើងទើបឲ្យមានការរស់នៅរបស់យើងស្អាតហើយជៀសវាងលើបញ្ហាអនាម័យនិងសុខភាពនេះបាទសូមអរគុណបាទសូមអរគុណលោកសុកសានបាទសូមជើញលោកសុកសុភ័ណ្ឌបាទសូមអរគុណបាទក៏សូមអរគុណដល់ទូរទស្សនិកជនដែលកំពុងតាមដានកម្មវិធីអ្នកបន្តវេនផងដែរហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលកំពុងតែយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យទឹកហើយនិងបង្គន់អនាម័យហើយចំពោះអ្វីដែលសំខាន់ដែលប្រជាពលរដ្ឋដែលគាត់មិនទាន់បានទទួលពីសេវាកម្មពីរាជរដ្ឋាភិបាលក៏ដោយអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិអញ្ចឹងមានតែប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងមូលដ្ឋាននៅក្នុងតំបន់ដែលគាត់កំពុងរស់នៅអញ្ចឹងមានតែគាត់ទេដែលថែរក្សាសុខភាពរបស់ពួកគាត់ឲ្យបានល្អបាទសូមអរគុណបាទសូមអរគុណលោកសុកសុភ័ណ្ឌបាទសូមជើញលោកមីសុភ័ណ្ឌម្ដងបាទសូមអរគុណជាចុងក្រោយខ្ញុំសូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសុខភាពអនាម័យរបស់ប្រជាពលរដ្ឋជាកត្តាចម្បងនៅក្នុងការអភិវឌ្ឍធនធានមនុស្សវឌ្ឍនភាពសង្គមនិងសេដ្ឋកិច្ចចីរភាពអញ្ចឹងឈរនៅលើស្មារតីនេះរាជរដ្ឋាភិបាលនឹងបន្តในការលើកកម្ពស់សុខភាពអនាម័យតាមរយៈនៃការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដើម្បីឲ្យឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្តរបស់កម្ពុជានិងសម្រេចបានទៅផែនការយុទ្ធសាស្ត្រជាតិ2011-2015របស់ខ្លួនបាទសូមអរគុណបាទសូមអរគុណកិច្ចពិភាក្សានៅក្នុងកម្មវិធីអ្នកបន្តវេននៅពេលនេះបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណដល់វាគ្មិនទាំងអស់គ្នាដែលបានព្យាយាមពិភាក្សាវែកញែកស្វែងរកដំណោះស្រាយល្អៗសម្រាប់ជាមតិយោបល់ដល់ទស្សនិកជនហើយក៏សូមអរគុណដល់ទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានកម្មវិធីរបស់យើងខ្ញុំនៅពេលនេះខ្ញុំបាទឈឹមសំណាងក៏ដូចជាវាគ្មិនរបស់យើងក៏សូមអរគុណនិងសូមជម្រាបលាហើយកម្មវិធីយើងសន្យាវិលមកជួបទស្សនិកជនសាជាថ្មីម្ដងទៀតនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលបាទសូមអរគុណ